សូមអបអរសាទរដល់រដ្ឋាភិបាលដែលបានដាក់ពាក្យបណ្ដឹងថៃអំពីប្រាសាទតំបន់តូចប្រាសាទតំបន់ធំប្រាសាទកោះក្របីហើយនឹងតំបន់មុំ3កាលពីថ្ងៃអាទិត្យទី15ខែមិថុនាឆ្នាំ2025ចំពេលកាលយើងដាក់នៅក្នុងប្រាសាទឬប្រាសាទព្រះវិហារហ្នឹងក៏ចឹងដែរគាត់តែឆ្នាំខុសគ្នាកាលប្រាសាទព្រះវិហារចំកាលរជ្ជកាលសម្ដេចនរោត្តមសីហនុនោះលោកបានដាក់ព្រះអង្គលោកបានដាក់ពាក្យនៅថ្ងៃទី15ខែមិថុនាឆ្នាំ1959ដល់1962ថៃគេតវ៉ាថាគេមិនទទួលស្គាល់អំពីប្រាសាទអំពីតុលាការអន្តរជាតិ ICJ នឹងទេក៏ប៉ុន្តែបន្ទាប់មក1963ក៏តុលាការអន្តរជាតិ ICJ នឹងគេតម្រូវឲ្យកាត់ក្តីឲ្យខ្មែរយើងណាឈ្នះក្តីលើប្រាសាទព្រះវិហារហ្នឹងពីថៃបាទហើយការដាក់ពាក្យហ្នឹងយើងមិនសង្ឃឹមថាបានភ្លាមដូចចិត្តយើងចង់ទេយើងរងចាំយូរយើងគិតមើលដល់កាលប្រាសាទព្រះវិហារហ្នឹងតែប្រាសាទមួយផងយើងស៊ីពេលអស់ចិត្ត4ឆ្នាំចុះតម្រាំមកលោប្រាសាទតលតែ3ហើយនឹងតំបន់មុំ3មួយទៀតដូច្នេះប្រហែលជាស៊ីពេលយូរក៏ប៉ុន្តែប្រហែលជារដ្ឋាភិបាលយើងមានឯកសារគ្រប់គ្រាន់មិនយូរប្រហែលទេអាហ្នឹងយើងរងចាំមើលតទៅទៀតហើយយើងក៏មានការបារម្ភដែរពេលណាយើងដាក់ទៅអី ICJ តឡាការអន្តរជាតិនឹងហើយថៃប្រកាសជាមានបញ្ហាជាមួយថៃអត់សប្បាយចិត្តទេព្រោះថៃគេបដិសេធរហូតគេថាគេមិនទទួលស្គាល់ណាទោះតែឯងទទួលស្គាល់មិនទទួលស្គាល់ក៏ដោយព្រោះតែឯងដកខ្លួនចេញកាន់1962មិនក៏ប៉ុន្តែឯងជាសមាជិកអង្គការសហប្រជាជាតិហើយតុលាការ ICJ នឹងជារបស់អង្គការសហប្រជាជាតិបានឯងចិត្តស្ទើរឯងដកខ្លួនចេញពីអង្គការសហប្រជាជាតិទៅបានឯងថាតែមិនទទួលស្គាល់បង្កើតទោះតែឯងមិនដាក់ពាក្យតែឯងមិនដឹកដៃគ្នាយើងទៅតែយើងក៏បានដែរគ្មានជាបញ្ហាទេណាដូច្នេះឯងត្រូវទទួលស្គាល់ដូចក៏ព្រះវិហារអញ្ចឹងហើយយើងបើស្នាដាក់ពាក្យទៅបើស្នាចៃដន្យបើយើងចាញ់អានោះរបស់ថៃហើយបើថាថៃចាញ់គឺរបស់យើងប៉ុន្តែខ្ញុំជឿថាគ្រាន់តែឈ្មោះប្រាសាទតាមួយតាមន់តូចតាមន់ធំតាក្របីគឺឈ្មោះគឺប្រាសាទខ្មែរទៅហើយគឺមិនចាញ់ទេបាទ1000%គឺមិនចាញ់គឺឈ្នះក្តីហើយអញ្ចឹងបងប្អូនកុំភ័យហើយគាត់អាស៊ីពេលយូរទៅប៉ុណ្ណឹងទេហើយប៉ះពេលនេះក៏យើងបារម្ភដែរក្នុងបណ្ដោយព្រំដែនហ្នឹងបាទប្រហែលជាថៃធ្វើទុកបុកម្នេញយើងហើយអញ្ចឹងសូមប្រជាជននៅបណ្ដោយព្រំដែនហ្នឹងហើយរដ្ឋាភិបាលគឺមានការត្រៀមកម្លាំងចនិចប្រហែលជាថៃហ្នឹងព្រោះយោធាថៃមេតបថៃថានឹងវាយអត់ទទួលស្គាល់អត់ចង់ទៅអី ICJ ទេតុលាការអន្តរជាតិទេគឺថាវាយយកឈ្នះបើគេឈ្នះគេយកយើងអត់ប្រើអំពើហិង្សាអំពើអរិញចង្គ្រាមដូចកណ្ដេរថៃរបស់ថៃហ្នឹងទេដែលយើងអត់ទទួលស្គាល់យើងអាចង់ដឹងចង់លឺរឿងសង្គ្រាមទេយើងឆ្អែតឆ្អន់ហើយរឿងសង្គ្រាមបែកកូនបែកចៅស្លាប់ឪពុកស្លាប់កូនចដូនតាមកកូនយើងបែកបាក់គ្នាអត់បាយអត់ទឹកកាហាយកាហល់នៅយើងដឹងហើយព្រោះយើងមានបទពិសោធន៍ច្រើនឆ្នាំណាស់ទៅហើយដល់ចឹងយើងមិនចង់ទេប៉ុន្តែធ្វើម៉េចបើថៃវាលោភលន់អញ្ចឹងហើយយើងទៅទឹកកំដរបើយើងមិនការពារខ្លួនយើងឲ្យគេចូលយកទៅទេមិនបានការពារនៅទឹកដីយើងការពារប្រជាជនយើងតម្រាំនឹងតឡាការហ្នឹងកាត់យ៉ាងណាយើងនឹងត្រូវតែថែរក្សាគ្រប់ពេលវេលាអត់ថោះស្រួយបានទេអរគុណ